ត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាហើយជាទឹកដីប្រវត្តិសាស្ត្រនៃរាជដើមកំណើតដំបូងបង្អស់នៃប្រទេសកម្ពុជាដែលពីមុនគេហៅថានគរគូកធ្លោកហើយបើយើងធ្វើដំណើរចេញពីទីរួមខេត្តតាកែវទៅទិសខាងត្បូងប្រមាណ47គីឡូម៉ែត្រយើងនឹងឃើញប្រាសាទមួយដែលគេហៅថាប្រាសាទភ្នំបាយ៉ង់កោប្រាសាទភ្នំបាយ៉ង់កោស្ថិតនៅក្នុងភូមិពោធិ៍រោងឃុំព្រះបាទជាន់ជុំស្រុកគិរីវង្សខេត្តតាកែវដែលមានចម្ងាយ121គីឡូម៉ែត្រពីទីក្រុងភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ2កាត់ស្រុកបាទីចុកសំរោងទីរួមខេត្តតាកែវនិងស្រុកទ្រាំងប្រាសាទបាយ៉ង់កោស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង់ដែលមានកម្ពស់313ម៉ែត្រនិងមានជណ្ដើរចំនួន3ដែលជណ្ដើរនីមួយៗមាន90កាំប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សទី7ចាប់ពីឆ្នាំ615ដល់ឆ្នាំ635ដោយព្រះបាទភវរ្ម័នទី2ប្រាសាទនេះសាងសង់ពីថ្មបាយក្រៀមឥដ្ឋនិងថ្មស៊ីសដែលមានបណ្ដោយ13ម៉ែត្រទទឹង9ម៉ែត្រនិងកម្ពស់12ម៉ែត្រក្រៅពីប្រាសាទបាយ៉ង់មានប្រាសាទចំនួន4ទៀតដែលស្ថិតនៅក្បែរនោះដែរគឺប្រាសាទព្រះគោប្រាសាទកណ្ដាលខាងលិចប្រាសាទកណ្ដាលខាងកើតនិងប្រាសាទកណងដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាពីព្រោះនៅចំកណ្ដាលនៃប្រាសាទមានតម្កល់នៅលឹងព្រះឥសូរសម័យបុរាណហើយម្យ៉ាងវិញទៀតក៏មានរឿងព្រេងដែលតាក់ទងទៅនឹងប្រាសាទភ្នំបាយ៉ង់នេះដែរនៅសម័យព្រេងនាយនៃប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទបាយ៉ង់មានព្រះរាជដំណាក់នៅឯភ្នំដងរែកហើយមានអគ្គមហេសីទ្រង់ព្រះនាងសុក្រអូបមានរូបសម្បុរល្អឆោមដោយទេពធីតាក្លិនក្រអូបសោះសាយទៅដល់មួយយោជរឿងនេះបានល្បីទៅដល់ព្រះចៅសៀមព្រះចៅសៀមក៏ចាត់ឲ្យសេនារបស់ខ្លួនមកស៊ើបការដើម្បីឲ្យដឹងថាជាការពិតដែរឬទេនៅពេលដែលដឹងការពិតហើយព្រះចៅសៀមក៏រកឧបាយកលចូលមកចាប់ព្រះនាងយកទៅដើម្បីជាកិត្តិយសដល់ប្រទេសជាតិរបស់ខ្លួនព្រះបាទបាយ៉ង់ទ្រង់ជ្រាបការដូច្នេះទ្រង់ក៏នាំព្រះនាងស្រីស្នំក្រមការពលសេនាទាំងឡាយឡើងសំពៅភៀសខ្លួនពីព្រះដំណាក់ទាំងវេលាយប់បើកសំពៅសម្ដៅទៅទិសអាគ្នេយ៍មុននឹងចេញដំណើរព្រះអង្គលើកហត្ថថាដាក់លើព្រះសិរសាប្រណម្យសច្ចាបន់ទេវតារក្សាទឹកថាសូមឲ្យបានសម្រេចសេចក្តី3ប្រការប្រការទី1គឺសូមឲ្យមានសុវត្ថិភាពតាមមហាសាគរប្រការទី2សូមកុំឲ្យសៀមតាមតន់ប្រការទី3សូមឲ្យជួបទីកន្លែងដែលគប់ព្រះហត្ថីលុះចេញបានឆ្ងាយទ្រង់បានប្រមាលរកមើលកន្លែងចោះចតគប់ជួនពេលនោះមានព្យុះវល់វល់បោកបក់ធ្វើឲ្យបាក់ចង្កូតទើបធ្វើឲ្យទីនោះមានភូមិបាក់ចង្កូតហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះគេហៅភូមិនោះថាភូមិបាក់កូតហើយព្រះអង្គក៏បានបន់ស្រន់អ្នកតាថែរក្សានៅទីនោះរំពេចនោះខ្យល់ក៏បានស្ងប់វិញរួចសំពៅក៏ធ្វើដំណើរហួសបន្តិចរួចក៏បោះយុទ្ធការចោះចតទើបនៅទីនោះមានឈ្មោះថាកន្លែងចតដែលសពថ្ងៃគេហៅថាភូមិកន្លែងចតវិញការចោះចតនោះគឺដើម្បីរៀបចំសែនដល់ការបន់ស្រន់និងធ្វើចង្កូតសំពៅថ្មីហើយកន្លែងដែលបន់ស្រន់នោះក៏ជាប់រហូតមកដល់សពថ្ងៃនេះដែលគេហៅភូមិសែនបន់ទាំង3កន្លែងនេះគឺស្ថិតនៅក្នុងឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវលុះសម្រេចកិច្ចហើយទ្រង់ក៏ចេញសំពៅបន្តទៅមុខទៀតពេលដល់កន្លែងមួយសំពៅក៏ធ្លាយទ្រង់ក៏ធ្វើដំណើរបណ្ដើរធ្វើសំពៅបណ្ដើរត្រង់កន្លែងនោះជាប់ឈ្មោះរហូតដល់សប្តាហ៍ថ្ងៃដែលគេហៅថាសំពៅធ្លាយទៅមុខបន្តិចក៏ឃើញដីគោកដែលមានស្បូវដោះគេក៏យកស្បូវមកចុកសំពៅដែលសប្តាហ៍ថ្ងៃនេះគេហៅថាភូមិព្រែកស្បូវហើយសំពៅក៏បន្តដំណើរទៅមុខទៀតព្រះនាងសុក្រអូបកើតទុកព្រួយព្រះហត្ថីច្រើនប្រការ1សំពៅចេះតែទៅមុខរកទីសំណាក់មិនឃើញនិងពួកសៀមចេះតែដេញតាមពីក្រោយដូច្នេះហើយព្រះនាងក៏អុជទៀនបួងសួងបន់ស្រន់អ្នកតាថែរក្សាមហាសាគរអ្នកតាថែរក្សាដីគោកព្រៃភ្នំក្រំថ្មសូមឲ្យជួបទីសុខប្រសើរនិងសូមឲ្យពួកសៀមវិនិច្ឆ័យខ្ចាត់ខ្ចាយតាមមហាសាគរដែលនៅទីនោះ
ជាប់ឈ្មោះរហូតមកដល់សប្តាហ៍ថ្ងៃនេះថាភូមិអន្លង់ទៀនការបួងសួងរបស់ព្រះនាងពិតជាបានសម្រេចទ័ពសៀមប្រមាណ100,000 នាក់ត្រូវខ្យល់ព្យុះបោកបក់លិចលង់ស្លាប់នៅកណ្ដាលមហាសាគរដែលនៅត្រង់នោះមានឈ្មោះថាភូមិសែនលង់ជាប់រហូតមកដល់សប្តាហ៍ថ្ងៃគេហៅថាភូមិសន្លង់សំពៅក៏បន្តដំណើរទៅមុខទៀតក៏មានទីទួលដីគោកព្រះអង្គឲ្យពួកសេនាបោះយុទ្ធការឡើងគោករកទីកន្លែងដែលគួរសមពេលឡើងទៅដល់គោកបន្តិចរន្ទះក៏បាញ់សំពៅទីនោះគេហៅថាភ្នំរន្ទះបាញ់រួចទ្រង់ក៏រកបានទីសមគួរនឹងធ្វើព្រះពន្លាដោយជំពាក់បំណន់ត្រូវលាបំណន់កោសក់ជូនអ្នកតាទើបនៅទីនោះមានឈ្មោះថាភ្នំបាយ៉ង់កោរហូតមកដល់សប្តាហ៍ថ្ងៃនេះសូមអរគុណសម្រាប់ការតាមដានរបស់ប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ